ជំរាបសួរដល់អ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំនៅខេត្តថៃក៏ឆ្លៀតគូសកនូធ្វើជាកាដូជូនគាត់មួយដែរសម្រាប់ថ្ងៃមង្គលការរបស់គាត់បាទអញ្ចឹងតោះ let's go អូខេអញ្ចឹងដំបូងឡើយយើងនាំគ្នាជុំគ្នាសិនដើម្បីចាំឡានធ្វើដំណើរចេញទៅហើយនេះនៅលើឡានគឺថាក្លៀនបាយនាំគ្នាទិញទាមួយចែកគ្នាហូបពេញឡានតែម្ដងក្លៀនបាយពេកតមកបាទជិះមកសបកមកក៏ចាប់ផ្ដើមមកដល់ចិត្តកំពង់មូលហើយគេមិនមែនមកដល់ចិត្តទេគឺដល់ហ្មងមកដល់កំពង់មូលអញ្ចឹងកន្លែងហ្នឹងយើងចុះមកផ្លែតដើម្បីចូលទៅបន្ទប់ទឹកបាត់ជើងតិចសិនហើយពេលនេះដែរគឺម៉ោងដូចជាជិត10ហើយបាទមិត្តភក្តិរបស់ខ្ញុំនេះគឺថាឲ្យជួយថតឲ្យខ្ញុំជួយមែនបាទតើតែខ្ញុំឲ្យថតបានថតតមកឥឡូវយើងមកដល់ផ្ទះរបស់មិត្តភក្តិខ្ញុំដែលគាត់កាយអញ្ចឹងយើងរៀបចំឲ្យបានយកទៅទុកសិនបន្ទាប់មកយើងត្រឡប់មកវិញដើម្បីញ៉ាំអាហារអញ្ចឹងមកញ៉ាំអាហារនាំគ្នាជួយជើមួយអីគេផ្លែឈើសិនខ្ញុំគេអាចឃើញផ្លែឈើ36មុខឯណាមកមើលផ្លែឈើឲ្យហើយតែស្អែកកាន់ផ្លែឈើអីមើលហើយចឹងយើងមកដល់កន្លែងញ៉ាំបាយបាទមានជាការញ៉ាំបាយពេលល្ងាចចឹងណាម៉ោង10អីចឹងញ៉ាំហើយក៏នាំគ្នាច្រៀងរំមេតិចតិចទៅប៉ុន្តែពួកខ្ញុំអត់ទេញ៉ាំហើយគឺថាទៅដេកវិញបញ្ញាប់ខោពីព្រលឹមមកដើម្បីទៅហែជំនួនអូខេឥឡូវពេលព្រឹកហើយដល់ម៉ោងហែជំនួននេះនាំគ្នាខោពីព្រលឹមស្លៀកពាក់រួចអស់ហើយខេជុំគ្នាចេញដំណើរទៅកាន់រោងដើម្បីទៅយកផ្លែឈើមកហែជំនួនទាំងអស់គ្នាបាទហើយបើជាមួយអ្នកកំដរនេះបាទគឺគាត់យកការស្លាមកកាន់នេះខ្ញុំចេះឆ្កង់វិញកូនកន្លោះដូរមុខហើយកាន់ផ្លែចេកអត់ដឹងសោះថាផ្លែចេកត្រូវនៅមុខគេនាំគ្នាដើរទៅក្រោយលើគេឲ្យមកមុខវិញបាទកូនកំមុំវិញគឺខ្ញុំសោះខ្លាំងមែនតើថ្ងៃនេះបាទហើយអញ្ចឹងចាប់ពីពេលនេះទៅក៏អត់សូវមានវីដេអូពួកខ្ញុំទេគឺមានវីដេអូកាត់តាក់ទងទៅនឹងកម្មវិធីគោលការណ៍របស់មិត្តភក្តិរបស់ខ្ញុំហើយមិត្តភក្តិរបស់ខ្ញុំគឺខាងប្រុសបាទខាងប្រុសហើយជំនាន់មួយគ្នាពួកខ្ញុំគឺជាសឹមដុលហើយស្គាល់គ្នាតាំងពីឆ្នាំទី1ហើយសម្រាប់ខាងស្រីគាត់ក៏ជាសឹមដុលដែរប៉ុន្តែគាត់ជំនាន់ប្អូនអូខេតបមកដល់កម្មវិធីកាត់សក់បាទ25ហើយដល់ខែណាហើយបោកសុតបោកព្រះវិហារការពិតប្រាកដសบายចិត្តអត់ថ្ងៃនេះបាទលោកធ្វើអីបោកអូយគាត់តែការពិតប្រាកដសบายឯងធ្វើប៉ុណ្ណឹងទៅបងការខ្លួនឯងផងហើយនេះបងសម្រាប់បាទគឺអត់ចោលទេម្នាក់គឺ relax ជាមួយនឹងបៀតែម្ដងហើយនេះគឺជាព្រះវិហារនៅគិរីវង្សលើកទី1សម្រាប់ខ្ញុំមកព្រះវិហារគិរីវង្សអត់ដែរមកសោះទេអត់ដែរមកពីអូជាតែមកចូលរួមអគ្គសញ្ញាពីពពាមិត្តភ័ក្តិលោកព្រះជាម្ចាស់ព្រះដ៏គង់គួរទ្រង់សម្រានខ្ញុំដើម្បីបំភ្លឺជន់ដែលបងវេចឹងមិត្តភក្តិរបស់ខ្ញុំដែលសារគាត់ជាគ្រីស្ទបរិស័ទដោយសារតែគាត់ទាំងពីរនាក់គឺជាគ្រីស្ទបរិស័ទដូចគ្នាចឹងហើយគឺគាត់ការបែបខ្មែរហើយគាត់ការបែបកាតូលិកទៀតចឹងការបែបកាតូលិកគឺយើងមានអត់សូវមានអីច្រើនដូចខ្មែរយើងទេដោយសារខ្មែរយើងគឺមានកម្មវិធីច្រើនមានផ្សេងហើយចំនួនចងដៃគួចដៃអញ្ចឹងណាតែសម្រាប់ការខាងបែបកាតូលិកវិញគឺយើងគ្រាន់តែចូលវិហារហើយយើងធ្វើជាអគ្គសញ្ញាអាពាហ៍ពិពាហ៍បាទបងប្អូនអាចមើលបាននេះជាសកម្មភាពការនៅក្នុងព្រះវិហារបែបកាតូលិកទុកទីពណ៌នៃសេចក្តីស្រឡាញ់និងចិត្តភក្តីរបស់បងក្នុងព្រះនាមព្រះបិតានិងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធសិលារណ្ដាសូមបងទទួលយកចិញ្ចៀននេះទុកទីសម្គាល់នៃសេចក្តីស្រឡាញ់និងចិត្តភក្តីរបស់អូនក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធចឹងចុងក្រោយវីដេអូរបស់ខ្ញុំគឺចាប់ត្រឹមហ្នឹងហើយគឺខ្ញុំបានឲ្យកនូរបស់គាត់ពេលដែលគាត់បញ្ចប់ពិធីនៅក្នុងព្រះវិហារមកបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាកុំភ្លេចតាមដាននិងចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗក្រោយទៀត